បាទសួស្តីបងប្អូនតើបងប្អូនមានដែលចាប់អារម្មណ៍ដែរឬទេថាក្នុងមួយថ្ងៃបងប្អូនប្រើប្រាស់ថាមពលអគ្គិសនីអស់ប្រមាណគីឡូវ៉ាត់តើនៅក្នុងម៉ោងណាពេលណាដែលយើងប្រើប្រាស់អស់ច្រើនជាងគេនៅពេលដាច់ចរន្តអគ្គិសនីម្ដងបងប្អូនមានដឹងទេថាតើដាច់ដោយសារអ្វីតង់ចុងឡើងខ្ពស់ហួសការកំណត់តង់ចុងធ្លាក់ទាបពេកដែលមិនអាចប្រើប្រាស់បានការប្រើប្រាស់លើសបន្ទុកដែលធ្វើឲ្យឌីសចុងទ័រលោតផ្ដាច់ការលេចជ្រាបចរន្តដែលបណ្ដាលមកពីការតដំណខ្សែភ្លើងមិនបានល្អឬក៏មានឧបករណ៍ណាមួយខូចឬក៏បំរុងនឹងខូចដែលធ្វើឲ្យមានការលេចធ្លាយចរន្តឬ short circuit បញ្ហាទាំងអស់នេះហើយសុទ្ធសឹងតែជាបញ្ហាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់បងប្អូនដែលកំពុងតែប្រើប្រាស់អគ្គិសនីនិងខាតបង់ថាមពលប្រើប្រាស់ប្រចាំថ្ងៃយ៉ាងច្រើនដោយមិនដឹងខ្លួនដើម្បីដោះស្រាយបញ្ហាខាងលើខ្ញុំសូមណែនាំបងប្អូនអំពីឧបករណ៍ឆ្លាតវៃមួយប្រភេទដែលមានស្លាកយីហោ Tom ZN ឧបករណ៍ខាងលើនេះមានសមត្ថភាពយ៉ាងពេញលេញក្នុងការកត់ត្រាបញ្ហារបស់បងប្អូនប្រចាំថ្ងៃបានយ៉ាងល្អប្រសើរនេះគឺជាទិន្នន័យត្រួសៗដែលខ្ញុំសូមលើកជូនបង្ហាញបងប្អូនក្នុងការប្រើប្រាស់ចរន្តអគ្គិសនីប្រចាំថ្ងៃនេះគឺជាទិន្នន័យដែលកត់ត្រាអំពីការដាច់ចរន្តអគ្គិសនីដោយសារតែការប្រើប្រាស់លើសបន្ទុកនិងតង់ចុងទាបពេកដែលមិនអាចប្រើប្រាស់បានហើយនេះគឺជាទិន្នន័យដែលកត់ត្រាការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនតើក្នុងមួយថ្ងៃបងប្អូនប្រើប្រាស់ថាមពលអគ្គិសនីអស់ប៉ុន្មានគីឡូវ៉ាត់ម៉ោងនិងក្នុងមួយម៉ោងបងប្អូនប្រើប្រាស់អស់ប៉ុន្មានគីឡូវ៉ាត់ម៉ោងសុទ្ធតែមានកត់ត្រាយ៉ាងជាក់លាក់យ៉ាងច្បាស់ពិតប្រាកដនៅក្នុង Discounter របស់យើងមិនត្រឹមតែប៉ុណ្ណោះ Discounter នេះក៏មានមុខងារអាចឲ្យបងប្អូនកំណត់ប៉ារ៉ាម៉ែត្រទៅតាមតម្រូវការរបស់បងប្អូនផងដែរប្រសិនបងប្អូនមានតម្រូវការប្រើប្រាស់ Discounter ប្រភេទនេះសូមអញ្ជើញតាក់ទងតាមលេខទូរស័ព្ទដូចខាងក្រោម KBA Solar យើងខ្ញុំសូមអរគុណសម្រាប់អតិថិជនដែលតែងតែគាំទ្រនិងការផ្ដល់ទំនុកចិត្តខ្ពស់ដល់ក្រុមការងារយើងខ្ញុំសូមអរគុណសូមគោរពលា